hết gọt máu có quạt miên tra đai lò trơn hay ai đai sầm khăn cứ ở nơi regular season cứ sầmรับ pro sport គឺគាត់មានបញ្ហាតែកីឡាករលេខអត់សូវយល់ចិត្តគ្នាទេប៉ុន្តែចូលមកដល់វគ្គ play off យើងបានឃើញជាមួយនឹងការរីកចម្រើនខ្លាំងមែនទែនពីខាង pro sport គឺការលេងយល់ចិត្តគ្នាហ្នឹងទោះជាគាត់មានបញ្ហា error នៅ early ក៏ប៉ុន្តែប៉ុន្តែគាត់នៅតែធ្វើការ comeback ការប្រកួតមួយនៅក្នុង mid game ឬមួយក៏ late game ណាបាទ Say bye to Hilda មែននេះគឺអត់ឲ្យលេងទេ ខាងណាដូចជាបែន3ដង បាទ No Hilda No កាតូតបាទ No Hilda No កាតូត No Asmer បាសៀ What អីយ៉ាយកបាសៀ free ជាមួយនឹង Angela ទៅមកយ៉ាងណាបាទ Asmer បែនហើយណាបងបាទ ចឹង Angela ងាយស្រួលមែនទេ No បាសៀ first pick អីយ៉ាធ្វើការសម្រាយជាមួយបាសៀaiនឹងចង់លេងជាមួយនឹង control objective ដោយឬមួយយ៉ាងណា Federin អាកាយ សល់អីគេបងសល់ក្រក ហ្នឹងហើយសល់ក្រក50យកក្រក50អត់ឲ្យគូសែនលេងទៅសល់ Granger នេះ ញ៉ែ Granger មកវិញមកមានបាក់សៀ Granger Angela ក៏បាន បាទ មកសល់មិញនេះឈុំមួយទៀត U2 ហ្នឹង U2 សល់ទៅ អូ Angela មួយចយ មកសល់មិញ Angela មួយចយ បាទសម្រាប់ CU មែនបាទតែបាសៀ Galaxy បាសៀ Angela Granger Granger ហើយដូចជាអីគេមួយទៀត Yuzong បាទ Yuzong កាត់ អី ទៅ Harrod Granger អី Harrod Granger Galaxy លេង Granger បាទ Granger អូ ចឹងចេញមកនឹងតេនហើយនេះតោះ ដល់ អាកៃ អើយ អាកៃ control objective យកអាកៃ បើចាំអត់ D7 ហ្នឹងឯងជា player ម្នាក់ដែលគាត់ចូលចិត្តលេងរបៀបបែប healing yes យើងត្រូវតែ respect ជាមួយនឹង Mathilda old school របស់ D7 ដែរបាទ ហើយអ្វីដែលសំខាន់ចេះខ្ញុំកំពុងគិតថាមិនអាចទៅសុទ្ធអូចឹងវិញហ៎ខ្ញុំកំពុងគិតថាបើសិនជាសុទ្ធទី2របស់ Pro Sport យក U2 កន្លែងនេះគេយកចយឬក៏តារាង Angela យកមក បាទ ការប្រកួតនេះគឺតារាង Angela គ្នាយកមក ហ្នឹងហើយ តែឥឡូវ បលែងចោល ឥឡូវខ្ចាយអត់ហើយ Angela សុំធីបចោលអត់ចេញតាការពីម្សិលមិញបានទេ ហ្នឹងហើយ ខាងមានថ្ងៃនេះ បែបវាចោលមួយព្រោះតែសារមេរ៉ូដាស់ព្រោះវាល្អដែរ U2 ក៏បិទដូចគ្នា បាទ ព្រោះតែសារបើសិនបើ U2 ទៅ CU អាចភីងមុនក្នុងស្លឹកទី4 បាទ អាយត់អូឡាពូក៏អត់សល់ទេខ្ញុំឡាពូអេលីអត់សល់ទេនេះបិទដូចគ្នាមិនឡើយបើរៀងខ្លួន បាទអញ្ចឹង អ្នកមួយ Danger Graph បាញ់មិញពីវត្តមានរបស់ Pro Sport គឺពីម៉ាច់ 0% បាទអត់បានឈ្នះ ឬក៏ Experience Lane បើកយកម្នាក់មួយអេលីហើយមួយឡាពូ បាទ អាយត់ Alice យេអេលីសល់ឡាពូក៏សល់ដូចគ្នា U2 អស់ដូចគ្នា U2 បែនហើយ Uranus នៅ បាទ យេសល់ Uranus បើកសាច់ Kimi បើបាត់ Kimi បាត់អីបាត់ហ៎មិនបើកអីលេង Eve នេះ ឈប់បើអត់បិទអត់បិទអ៊ីគេយក Uranus តែ អត់មាន hero ទៅ lock អត់មាន hero ទៅ lock Eve ទេគេ pixel ទី4ឥឡូវយើងយកអីទៅ lock Eve មានឡាពូមួយឡាពូយកទៅ lock Eve មើល មិនត្រូវឆ្លាចោលចឹង if ចាញ់ឬក៏ Eve ទី4 Uranus បាត់ទេ if ហ៎ Eve 4ហ្នឹងគេស្រួលលេងឡាពូវិញ យកឡាពូយកទៅកាប់ Eve សុំចិត្តបើក Eve ឲ្យលេងអូយ Eve អត់ត្រើមយកហ្មងសោះ Eve តែ Eve បើ Eve នៅក្នុងការប្រកួតនេះទៅអត់បើសិនជាអត់ស៊ីមួយ Pro ណាមួយ CU គេនៅសល់ Lunox ដែរតាបាទគេសល់ Lunox គេ ហើយគេមានឡាពូហើយក្រកទុក lock Eve ទៀត បាទ តែបើសិន Eve Pro Sport យកដូចជាមិនចំណេញ ហ្នឹងហើយ អត់ យកមក Stir ណា Stir តែមិនហ្នឹង ហ្នឹងហើយវាអត់ចំណេញដឹងអីតំណងអត់ គាត់មានលុយលឿន ដឹងអី ដែរ តំណងអត់ការគូ អត់ទេតំណងការគូតែខ្លាចពិបាកមក one shot ព្រោះ hero គេមាន skill ដាស់ចេញ តែបើសិនយកលូនមកបានបាញ់ទេគិតចឹងអត់ គិតចឹង ក្រកហងឡាពូផងយើងបានបាញ់អត់លូនអត់ តែគេអត់ទេមិនគេកាប់ stand យក ហ្នឹងហើយ Soy Balen យ៉ា Balen បាសៀ អេ no Joy Experience Land បាទ Joy EAP Joy Experience Land ឬក៏ Joy Jungler ខ្ញុំថា Joy EAP ព្រោះសារផាច់ហ្នឹងឥឡូវគេយក Joy ទៅ EP បាទ Joy EAP យេ អានេះគ្រាន់តែជាការបដិញរបស់យើងណា បាទយើង ដកមកហើយមក បាទយើងគេថា Joy EAP សុំតគេ បើសិនជា Joy EAP មែនវាជា
អីដែលប្លែកនៅក្នុង region របស់យើងប៉ុន្តែនៅក្នុង region Pondo គឺគេធ្លាប់យកមកលេងហើយបាទចេញពីខាង Deva បាទ Deva United តែយើងចាំមើលមើលចយនេះចយចាំង color ឬមួយក៏ចយ experience land បុច if ចឹងចយនេះគឺអត់ខ្លាចអីទេទី1ចយគឺវាមាន immunity slow ដែលវាអត់ខ្លាច slow របស់អីទេបាទហើយចយ experience land គឺជាចយមួយដែលលេង flank វាយ backline វាយ im ហ្នឹងមក yes យកចយយកមកលុក if បាទអូថាទីខួរទៅហើយបាក់ im មែនគេយកឡាពូខ្លាចឥឡូវទៅបើសិនជា pro e-sport យក if គេមានឡាពូគេយកមក pixel 4ហ្នឹងគេយកមកកាត់ if ឲ្យហើយប៉ុន្តែ lane flexible របស់ cat god កាច់មកពងកាច់ប្រែពងយក balance ហើយយក balance copy grok ហើយយកចយយកទៅ lock if បាក់ if ឲ្យគេលេងនេះថាយកកាច់លើកាច់យកកាច់លើកាច់យកហ្មងមកស៊ីខួរទៅហើយបាទស៊ីខ្ទេចអស់មួយជាងឯងស៊ីអស់មួយជាងអូយើងពងមើល cat god ពងកំពុងតែផ្ដល់វិជាគុណទៅឲ្យកូនសិស្សបាទប្រាប់ថាអូនលេងស្រួលបងបានដកជាមួយនឹងអាត្រាស់ចុងក្រោយពីគ្នាបងហើយអាត្រាស់ហ្នឹងតាមប៉ិតបងត្រូវលេងជាមួយនឹងវគ្គ Grand Final ទេប៉ុន្តែឥឡូវពួកអូនឯងកំពុងតែធ្វើឲ្យបងពិបាកអញ្ចឹងត្រូវតែបង្ខំចិត្តដកបាទដកបាក់ទៀតកាប់ក៏ចង់ក្រោយបាទនេះគឺជាវត្តមានរបស់ម៉ាក់ប៉ារបស់ D7 បាទគាត់តែងតែធ្វើការមកគ្រប់គ្រងជាមួយនឹងកូនសំណប់ចិត្តបាទមកលើកទឹកចិត្តបាទមកលើកទឹកចិត្តកូនសំណប់ចិត្តបាទរាល់ការប្រកួតយើងតែឃើញជាមួយនឹងម៉ាក់ប៉ារបស់ D7 គាត់តែងតែមកគ្រប់គ្រងបាទអាយ៉ា Cat God កំពុងតែធ្វើការ rap មួយផងដែរព្រោះដោយសារគាត់មុនក៏គាត់ធ្វើជាធ្លាប់ជាចដូនមួយរបស់ពុកតារារតនាអញ្ចឹងគាត់ធ្វើការ rap មុននឹងធ្វើការចោះពីលើឆាកបាទអញ្ចឹងយើងក៏លេងបានមកឃើញហើយជាមួយនឹង Joy Experience Land របស់ Village ជាមួយនឹង Spell Vengeance បាទ Granger Goland ក៏ដូចជា Bazia របស់ Izu គឺជាដៃចាំង color ក៏ដូចជា D7 បានលេងជាមួយនឹង Hero Signature Old School របស់គាត់គឺ Matilda ក៏ដូចជាសាលេងជាមួយនឹង Valentina Midland អីដែរសំខាន់បាទអាចនឹង expect បានដឹងចេញពីខាង CU ដែរឬទេថា Joy Experience Land របស់ Village វ៉ាវបាទឌូនឹងត្រូវ head to head ជាមួយនឹង Joy Midland អញ្ចឹងការ rotation របស់ Village គឺលឿនជាងបាទណាមួយបើសិនជាឲ្យចង់ទៅវាយជាមួយនឹងវាយគ្នាក៏រៀងពិបាកដែរបាទអញ្ចឹងការ OP ហ្គេមនេះពិបាកវគ្គនេះពិបាកហូប season ធំសម្រាប់ OP វគ្គនេះរៀងពិបាកលេងបន្តិចបាទប៉ុន្តែគេមានជាមួយនឹងរឹតដែរបាទគេមានជាមួយនឹងក្រកចាំ cover ដែរចាំមើលបាទគាត់ថាកលៈនេះគឺជាត្រាស់វិឃារបស់ខាង Pro Esport ហើយបាទតែ Cat God ខំលាក់ទុកតាំងពី regular season បាទអូលាក់ថៃណាបងនិយាយមែនទេណាកាច់ប៉ោះដាច់ចកេះនៅក្នុងវគ្គមួយនេះបើសិនថាយើងកលេចទៅមើលជាមួយនឹង spell គឺ spell flicker រហូតដល់ទៅ7បាទអញ្ចឹង3 flicker ចេញពីខាង Pro Esport 4 flicker ចេញពីខាង CU Gaming ក៏មានការកាក់ជាមួយនឹង minion មក wave កណ្ដាលផងដែរពី Boxy Prey បាទហើយកាត់គឺ Mr Black មួយម៉ៅតែអ្វីដែលសំខាន់បងអាចគិតចេះអត់Pro Esport ដល់ពេលយក Valentina មកមានអារម្មណ៍ដូចចំណេញValentina បើសិនថាឥឡូវសម្រាប់សាគាត់ copy បានជាមួយនឹង Grok គាត់ copy បានជាមួយនឹង Ew គាត់ copy បានជាមួយនឹងនេះដែរបាទយីសុនស៊ីនប៉ុន្តែអីដែលសំខាន់អីដែលគាត់ជា target សម្រាប់ copy គឺទី1 Grok ទី2 Ew បាទតែ copy Grok ល្អបាទបើសិនជាចង់ copy Grok Mac Play បាទបើសិនជាចង់ copy ជាមួយនឹង Ew ក៏បើក្នុងការ team fight ឬមួយក៏ចាំបង្អាក់គេឬមួយក៏ចាំ cover ទៅលើគ្នាដែរអានោះជាការសម្រេចចិត្តផុសសារដែរបាទតែមានឲ្យ copy ច្រើនពេកណាហ្នឹងពិបាកសម្រេចចិត្តវិញទៅបាទអូមួយណាទុកមួយណាមុនហ្នឹងដូចជារូបភាពអត់ទាន់បានឃើញហារិតឥឡូវបានឃើញនេះបាក់កន្លែងចោលមួយហារិតបានឃើញមិនបាក់ឡែនម្ដងហើយមុនហ្នឹងមុនហារិតវគ្គ1ហ្នឹងវគ្គ2ខ្ញុំនិយាយវគ្គ2ដល់មានកន្លែងចោលមកតែឃើញហារិតបាទអត់ឃើញបាទGranger ដែរគេ cloud តែគេដាក់0 តែមួយសានេះហារិតជាវិញបាទបាទអត់បញ្ហានៅ early បាទធ្វើការ recall ធ្វើការបិទ lane ចឹងអាចនឹងធ្វើការដាច់ជាមួយនឹង minion រៀងគួរសមដែរបាទ minion well បាទបាទមកតែហ្នឹងរៀងធ្ងន់កណាបងបាទច្រើនបាទបងអូអាយ៉ាហូបទៅហើយនិយាយទៅ
liêm mít ơi xa trong ba là bé buôn bị được miếng bánh ha liêm isu mình cả đánh vai đôi khi phong đây từ lời isu còn tay cho cái lấy tầm mơ Felix là bé buôn hơi chậm mơ ao vậy mà tôi ao vậy bà ao vậy bà bữa nay dương mơ bệnh mà nhắn cứ đi về đi về linh bạn bà chẳng nhớ man khơi nhá chỉ mỗi lần ca phô rồi bao khang si dùng để mình muốn lần thâu thao ti môi ca lờ màu nó cứ lọ khả năng mình tên quát vơ chi dâm phô tới lơ xe oi xe đi kho tới bà nó mũi của bạn hiện cho lên đá phổ đà xa ở front line bao xe view thống vậy tới rồi Felix tay nàyជួយកាន់ Bright Van Flon ពីសរៀង Felix អីសូមមកស្របពេលល្អមែនតើមិញ timing ហ្មងហមមកពេញពេញ full stage របស់ Felix ភ្លាមមកចានកដាមកជន់ស្តាន់រំនៅនឹងយកមកចង់និយាយតែមកជារឿងអាក្រក់មួយសម្រាប់ detective នៅពេលដែលគាត់វាយចាំងក៏អត់ដាច់បាទអីដែលសំខាន់បើយើងស្ដាប់ម៉ៃឆែកកន្លែងមិញណាFelix និយាយថា can fight បាទចឹងយើងក៏មក play នៅក្នុងនេះជាមួយនឹង Infinix Note 50 series MPL Edition ជាមួយនឹងការបំពាក់អេក្រង់ AMOLED 144 Hz RAM 24G ជាមួយនឹងការល្បឿនសាក់ថ្មវិញដល់ទៅ90វ៉ាត់អត់ខ្សែ30វ៉ាត់ដូចគ្នាបាទចង់សំបីតែ player ប្រកួតក៏គាត់បានប្រើប្រាស់ជាមួយនឹង Infinix ដូចគ្នាចឹងអ្នកនរគ្នាកុំភ្លេចទៅលេងនៅ boot sponsor របស់យើងផងដើម្បីទៅលេងជាមួយនឹង fan activity ជាច្រើនដើម្បីមានឱកាសឈ្នះរង្វាន់ដូចគ្នាបាទជាត្រឹមត្រូវហើយបាទឥឡូវយើងបកចូលមកនៅក្នុងការប្រកួតរបស់យើងវិញបាទ OP ធ្វើការបើជាមួយនឹង LP អូដាច់អត់ដាច់បងដាច់តែអ៊ីសវ៉ាន់មានបញ្ហាមកវិញដូចគ្នាផងដែរឌីស្វែនអត់មាន2ទេអូមិញណាចាំងក៏ទាំងសងខាងវាយ mid lane ទាំងសងខាងយកបាទជុំ detective ល្បឿន farm លឿនមែនតើល្បឿន7បាទហើយ Jason Sin ណាបាទ Jason Sin ចឹងយើងដឹងស្រាប់ហើយជាមួយនឹងរយៈពេល4នាទីបាទ goal លីត្រឹមតាម300 goal តែបន្តបន្ទុកឃាត2-1អត់បញ្ហាសម្រាប់គាត់ទេបាទអបជានឹងមានការ spawn នាពេល10វិនាទីបន្ថែមទៀតដែរហាត់ស្រ័យក៏បានចូលទៅលើវត្តមានរបស់ Jason Sin detective បាទកន្លែងទៅមក total វគ្គនេះអញនឹងលេងអត់ជាមួយនឹង total ដូចគ្នាលេងបើយើងកន្លែងទៅមើល level វិញ level 6 level 7ខុសគ្នាមក level ចាំង color គឺពិបាក retreat មែនតើបាទប៉ុន្តែយើងងាកទៅមើលគេ fast total ដាច់បាត់ទៅហើយរៀង slow rotation បន្តិចណាមួយ Felix គាត់ក៏ពិបាកដែរអត់មាន map លេងហ្នឹងហើយគាត់អត់មាន map លេងទី1ក៏អត់មាន front line បាទឥឡូវសួរញ៉ែសម្រាប់ hero choice បើសិនជាអត់មានអូសជាមួយនឹង stake របស់គាត់ទីស្វែងអាចមានបញ្ហាបើអាទីដល់ថយមកវិញដូចគ្នាផងដែរប៉ុន្តែគេកេងយកសៀលត្រេននៅខាងលើនោះទេអាចទៅធ្វើបែបនេះបាយលោតគប់កាប់យកដល់នោះជាមួយនឹងសាប៉ុន្តែខាងក្រោយជាមួយនឹងបាឌូកាប់រៀងហួរបាត់ហើយគាត់កាប់ចឹងដើម្បីបដូរគ្នាគាត់ដកថយបាទប៉ុន្តែវាយគ្នាដូចមិនទាន់ជាប់ដូចគ្នាបងមួយអាយ៉ាបាទចាំងពើកាពេមួយសិនមកវាយគ្នារៀងក្តៅម៉ាស៊ីនដែរបាទបាទមកដល់ជាមួយនឹងវគ្គទី3នេះរៀងការសម្រេចចិត្តជាមួយនឹង traffic ក៏ដូចជា team send up team fight នីមួយៗក៏រៀងធ្ងន់ដែរបាទចឹងតែសារតែយើងឃើញមកស្មាននេះអូរៀងពេញសាច់ដែរបាទចឹងតែយើងចង់ដឹងថា fan គឺសប្បាយរីករាយដល់កម្រិតណាចាប់ប្រិមិត្តដែលជា pro fan សុំសម្លេងហយ pro e-sport មួយមកអូបាទឥឡូវស្ដាប់សំឡេងប្រុសហើយឥឡូវសុំសំឡេងពីខាង Silvio Gaming មួយមកអូ baby សាក៏ច្រើន pro fan ច្រើនមានជាមួយនឹងមានជាមួយនឹង imposter caster talent caster ទៅអង្គុយហ៎នោះណាឃើញនោះបងឯងហ្វ្រកអូយ៉ាអូទៅធ្វើ fan Silvio ខាងនោះអូអត់អីចង់និយាយចេះឯងហ្វ្រកមកអត់អីទេតែកុំឲ្យបកគោលម្នាក់នោះបកគោលម្នាក់ណាអត់និយាយឈ្មោះតែអត់និយាយលឺហ្នឹងឯងបងឯងគាត់រំលឹកណាគាត់រំលឹកហ្នឹងមកតែនៅខាងក្រៅមែនបាទមកខាងក្រៅហ្នឹងមកដល់ឃើញខាងក្រៅភ្លាមភ្លាមចំហាយមកដល់ចំហាយមកដល់ទៅវិញណាទៅវិញណាទៅទៅមនុស្ស Niker នេះមកនិយាយឈ្មោះទៀតចាប់មកដល់ខ្លោងទ្វារបាត់ហើយណាចំហាយវាគ្រាន់តែមកដល់ចំហាយភ្លាមរៀងនេះតែទៅវិញចឹងណាសំបោទៅវិញសិន Niker បាទតែឥឡូវយើងមកចូលមកនៅក្នុងការប្រកួតវគ្គទី3របស់យើងវិញបាទ Felix ក៏បានធ្វើចេញជាមួយនឹងស្បែកជើងកាត់ cool down មួយផងដែរដើម្បីឲ្យធ្វើការ cool down បានលឿនបាទបច្ចុប្បន្នការ goal ដូចជាបុកយក flow វាយដាច់បាត់ហើយទៅលើគូសេនម្នាក់ម្ដងទេមុនហ្នឹងអ្នកណាលេងក្រែងឈើអ្នកហ្នឹងអ្នករងសម្ពាធបាទឲ្យយល់អារម្មណ៍ស៊ីងបាទតែមិញលឿនណាបងទៅដល់ហ្មងយ៉ាបាទគូសេនអត់មាន spell ផងនិយាយបាទ spell កាត់តន់ហ្នឹងមិញបាទ
ចឹងសម្រាប់បុកស៊ីស៊ីដូចជាមានជាមួយនឹង Ready Namos សម្រាប់គាត់ដូចគ្នា ចូលតែប៉ុន្តែក៏មានកលៈលេងតាប៉ុន្តែមានអារម្មណ៍ថាសម្រាប់ Pro ឥឡូវគាត់ពងតាអត់ហ៊ានលេងបាទគាត់អត់ទាន់ហ៊ានលេងបាទណាមួយឥឡូវបើយើងមើលទៅលើ level របស់ខាង Izo គាត់ទៅដល់ level 8ទេខុសគ្នាតែមួយ level ទេខុសគ្នាមួយ level ជាមួយនឹង Detective ដូចជាអត់សូវមានបញ្ហាអីណាស់ដែរបាទព្រោះដោយសារគាត់ជាតេង Jungler បាទយើងចាំមើលជាមួយនឹង Total ទី3នឹងអាចមានអីនឹងប្រែប្រួលបានអត់អូពី level ហ្នឹងមកបាទញាក់សាច់ Detective level 10 Izo level 8បាទអត់ជាធៀវនេះអាចនឹងងុនសម្រាប់ Izo អូយខុសគ្នាពី level បាទគេផោកទៀតបាទបាទបាទ Detective ឃើញផោកហ៎បាទបើការ recall មួយមុននឹង Total ទី3កើតឡើងសម្រាប់សម្បីតែយើងមើលទៅលើ mini map ហារិតរបស់ Sing គាត់អត់ខ្លាចគេផងហ្នឹងមកបាដូចេញ map ឲ្យឃើញមកនោះអត់ទាំងហ៊ានទៅតែយើអស់2អីពេលលេងមានការដាក់តែងណែងដូចគ្នាមានការចុះក្រៅវិញមុនអាចមានបញ្ហាបុកគោហើមជើបាត់ហើយលោតកាប់ក្តារមកយកតាមនោះលៀបមានការបាញ់លោតកាប់មកវិញទៀតពិសាកាប់ flicker ចាប់ជាមដូចបាត់បងជាមួយនឹង Sing នៅគ្នាមកដែរជាមួយនឹងខាងក្នុងនេះគាត់ទៅសាជាមិនដែរបាទទៅគូសែនទៅបន្តជាយាមនៅក្នុងការបាញ់ជាដូចគ្នាដាច់មកខាង2អីដែរអំបញ្ញមិញគឺជាការបើក team fight ចេញពី Sorry and Felix បាទការបើក team fight អំបញ្ញមិញមានអារម្មណ៍ថារៀងលឿនពេកបាទលឿនរៀងលឿនដែរប៉ុន្តែអីដែរសំខាន់ការខាតមួយនេះគឺខាតទៅលើ Total ទេដោយសារគាត់បានជាមួយនឹង trade ជាមួយនឹង Makiel ចេញពី Sing ក៏ដូចជា Bado ក៏រៀងចំណេញដែរព្រោះដោយសារគូសែនអត់ដាច់ទេអញ្ចឹងសម្រាប់គូសែនគឺគាត់នៅមានlost space នៅក្នុងការ farm ដើម្បីយកជាមួយនឹង damage បាទគូសែនបាន Makiel ទេណាដូចជាបាន10 stack ហើយអាចដែរបងព្រោះដោយសារតែ7នាទីជាងអីបាទគួរតែមានជាមួយនឹង Sky Fisher ក្នុងខ្លួនបាទចឹងយើងក៏ផ្លេចដែរជាមួយនឹង sponsor របស់យើងគឺ Serkan អ្នកទាំងអស់គ្នាអាចបញ្ចូលពេជ្រកញ្ចប់ Serkan AO Gamer ថ្មីទទួលបានជាមួយនឹង 8GB ក៏ដូចជា35 ពេជ្រតម្លៃត្រឹមតែ$1កន្លះតែប៉ុណ្ណោះក្នុងមួយសប្តាហ៍ក៏ដូចជាអ្នកទាំងអស់គ្នាអាចភ្ជាប់បានតាមរយៈផ្កាយ16 15ផ្កាយលេខ1លេខ5ផ្កាយលេខ1ទ្រុងជ្រូកបាទវគ្គនេះបើខ្ញុំគិតហ្មងបើសិនជាអស់បើទៀត Detective Retreat បានងន់អីចង់ថាបែក team fight មែនហត់ឆ្វែបុកស្វែងយកទៅដល់ Felix ទៅហើយតែណៃពេញ full stack ជាមួយនឹងការបុក ultimate យកទៅដល់ Bado ជន់ឈាមបុកវាយជាមួយនឹង Izo ម្នាក់ឯងនៅខាងក្រោយមានការលោត2ចាប់ Flicker ចុះ Bado ឈាមយកដល់ខាងទេវាយ Izo អត់វាយអត់ទេចុះវាយដល់ប៉មទី2ពី Sing នៅគ្នាមកប្រើបាត់បង4 hero បាទលឿនពេកគឺសែនតើតន់នេះជុំគ្នាចាបើសម្រាប់ Felix វាហ្នឹងខ្ញុំគិតថាបើគាត់ប្រើ spell lock ទៅជាមិនចំណេញខ្ញុំគិតថាបើគាត់ប្រើ flicker វាល្អជាងspell lock ឥឡូវសូត្ររហងឯគេបើហារត់លេងនេះបើហារត់ដើម្បី magic ហ្នឹងហើយមានយីសិនមួយដែរហ្នឹងហើយ lock យីសិនហ្នឹងហើយតែគាត់បានវាយយីសិនមកហ្នឹងហើយមានបានវាយយីសិនណាគាត់ចូលទៅ lock in ហ្នឹងសំខាន់គេគាត់ទៅ lock in សម្រាប់ hero choice ហ្នឹងវាពិបាកក្នុងការថាគេ lock ទៅលើអ្នកណាមួយព្រោះថាអត់ឃើញ map ហ្នឹងអត់ឃើញយីសិនហ្នឹងនេះគាត់ខ្ញុំគិតតែបើសិន spell lock មានអារម្មណ៍ថាចុចចោលអត់ប្រយោជន៍មានអារម្មណ៍ចឹងបាទចុចចោលអត់ន័យហ្មងមានអារម្មណ៍ថាវគ្គនេះគឺចុចចោលអត់ន័យហ្មងបែរឡងតែបើប្រើ flicker ក៏វាត្រូវជាមួយនឹងចយនេះកាត់ធ្ងន់តិចអូនិយាយទៅសម្រាប់ក្ប៊ីនិយាយខ្ញុំយល់មានអារម្មណ៍ថាការយក spell law មកឥឡូវហ្នឹងគាត់អត់សូវចំណេញព្រោះដោយសារអត់មាន physical effect ជាប្រភេទ arrow marksman វាយទៅលើគាត់បាទតើគាត់យក spell vengeance ដើម្បីគាត់យកទៅ lock ជាមួយនឹង Yi Sun Sin តែប៉ុន្តែយើងចាំមើលអាចនឹងធ្វើការរូបភាពគាត់គួរតែធ្វើការ offlane ដើម្បីឲ្យគ្នាគាត់ស្រួលលេងអញ្ចឹងទៅយើងនេះឃើញអត់ទៅ lock ទៅបងគេដាស់ដើរចេញបាត់ព្រមឃើញអត់ spell long សតចោលឃើញអត់អត់ចុចយកមកចុចក៏អត់ន័យព្រោះវាជា damage magic damage ទៅពេលចឹងអត់ទេយ៉ាក្នុងការសម្រាប់ចិត្តរបស់គាត់ដូចគ្នាភ្លាមលត់កើតអាចនឹងមានការវាយលត់ប៉ុន្តែយើងក៏លេចទៅមើលសមាជិករបស់ CFU Gaming មានការចាយ ultimate អស់2ហើយតែបើសិនជាបាដូ ultimate គាត់តាមមក play ទេ ultimate គាត់តាមមក play ទេតែបើ detective ulti គាត់រៀងយូរចាំមើលថាគាត់អាច pressure ជាមួយនឹងការ hold ឲ្យចាំ detective មាន ultimate វិញអត់បាទអូយ14ណាខុសគ្នា4 level បាទចឹងនាទីទី10បាទ goal លេខ6 KPCMU lot ក៏មានការ spawn មក lot គឺជា lot ទី2ផ្នែកសម្រាប់ធីមទាំងពីរកំពុងតែមើលមុខគ្នាថាតើអ្នកណាអ្នកយក lot បានអ្នកណាអ្នកមិនបាន lot Izo គេហ្វាឡូតហើយលោកទី3យកបាត់ជាមួយនឹង detective ខាងទេវាយលើ Izo យកដល់ Izo មិនអាចលួចបាននោះទេភ្លាមគេចាប់ជាប់ Felix បាត់ spell lock អត់មានតាន់ជាមួយទេវ៉ា
ខ្លាច ក្លាប់ជាប់ស្តាន់2 arrow លោត2ពួនតែមានការបោះវល់មកវិញទៅគ្នាបណ្ដាដកថយបានឬបាន unstoppable ពី detective detective 10បកទៀតឈឹកទៅភ្លាមអាចនឹងមានបញ្ហាដែរឬទេជាមួយនឹងគូសេដកថយមកវិញតន់ប៉ុន្តែគេហ្គេងយកប៉ុនទៅ2 រៀងបែអីបាទ មុនឯងបងប្អូនភាគរយដែល CU 3-0នេះគឺខ្ពស់ខ្លាំងមែនទែនបាទហើយយើងក៏មិនលេចដែរជាមួយនឹងLegend Cinema បើសិនជាអ្នកទាំងអស់គ្នាចង់ទស្សនាភាពយន្តដែលល្បីល្បាញក៏ដូចជាកន្លែងដែលមានផាសុកភាពខ្ពស់ក៏ដូចជាពោតទុះឆ្ងាញ់បាទកុំភ្លេចជាមួយនឹង Legend Cinema យ៉ាបើសិនជាគាត់អញ្ចឹងគាត់មិនអីគាត់នៅសល់ប្រកួតមកប្រកួតទៀតដែរបាទ សល់ជីវិត2 គាត់តែណាភ្លាមមានមកថលបាទ immortal បាត់ពីចូលតែងណែប៉ុន្តែមានអារម្មណ៍ថាលុកគេអត់ឈឺទេបាត់ទៅ2មកវិញប៉ុន្តែបាត់បោះជីវិតមកវិញនៅគ្នាជាមួយនឹងទីថេជបើក្រៅអុកវេត្បូនបើមកវិញចុះ slow តាត់ជាមួយនឹងការគេកាប់យកតាមនោះកាប់ពីក្រៅធ្លាយដល់ក្នុងអូយ Lord អត់ទាន់ clear បូករួមជាមួយនឹងសមាជិករបស់ខាង Pro Esport ដាច់ដល់ទៅ3រូបនៅសល់តែ Izu ហើយជាមួយនឹង Felix ទេបាទអីដែលសំខាន់គាត់នៅសល់ជាមួយនឹង Seal បាទត្រឹម12នាទីប៉ុន្តែអាចនឹងមានភាគរយគួរតែដាច់2ផ្លូវទៅ3ផ្លូវឯងមើលទៅបុយម៉ៅតែងជាមួយនឹងការលុកយកទៅលើស៊ីងវាយឡើងឈាមសបាក់ស្វែឡូចូលទៅជាមួយនឹងការចង់ clear ជាមួយនឹង minion ប៉ុន្តែគេក្រាក់ទៅវាយយកចង់បានប៉នដូចគ្នាអូពីបន្តែភ្លាម Felix អស់ជាមួយនឹង spell long ហើយអស់ជាមួយនឹង ultimate ហើយដូចគ្នាភ្លាម2មកហើយជាមួយនឹងការ load chest gear វាយអូពីក៏ដាច់អូពីក៏មានការដាក់ទៅហើយដូចគ្នាបាទបាត់បង់អស់2ផ្លូវនៅផ្លូវ mid lane ក៏ដូចជាផ្លូវ bottom lane បាទសម្រាប់ CFU Gaming កោះ turret របស់ Pro Esport សល់តែមួយ turret តែម្ដងជាមួយនឹងផ្លូវ top lane របស់ Pro Esport បាទជំនះមកមើលផ្ទាល់អែមហ្នឹងមើលបានដាក់នឹងមុខ player មិញ10នាក់បាទ10នាក់ឲ្យមើលហ្មងលយបាទលេខครับតាមប៉ាត់ត្រូវដាក់ពីចង្វាក់នៅបេះដូងទៀតណាបាទត្រូវស្ទាបស្ទង់លើក្រោយអាប់ដេតដាក់ចង្វាក់បេះដូងចង់ដឹងថាពេលប្រកួតតុបផ្ទះតុបអីភ័យអត់បេះដូងលោដល់មកអេ Felix ជាមួយនឹងការរត់តែងប៉ុន្តែមានអារម្មណ៍ថាអត់ឈឺគេក្រាក់តែវាយវិញដូចគ្នាជាប់បលអត់ទៅណាដាក់ចូលក្នុងប៉ុន្តែជាមួយនឹងការបុកវាយវិញដូចគ្នាមកដល់ពី Pro Esport គេក៏តែវាយពីសិងវត្តយកគឺឈឺខ្លាំងមែនទេមានអារម្មណ៍ថានេះមិនមែនហៅឈឺទេគេហៅថាចុកដល់ខាងក្រៅចុកឡើងទៅវាយពីក្នុងធ្លាដល់ក្រៅចុកដល់ក្រៅបាទចាំលៀមកន្លែងមកមើលជាមួយនឹង item ជិត full បាត់ហើយដែលយើងបានឃើញជាមួយនឹង item របស់ Sing មក Center ប៉ុន្តែ item របស់ Sing ជិត full ណា Granger ក៏នេះដែរណា Granger 8900ដែរបាទ9000នេះ Granger អត់ក្រទេបាទណាតែគាត់អត់មាន kill ទេបាទចាំមើលអាចនឹងធ្វើការ defend ចង់ចូលជាមួយនឹង lot ទី2នេះឬមួយយ៉ាងណាចំតែប៉ាចង់ចូលបាទបាទជាប់ទេជាប់ទេ Felix ទៅហើយ3 stack លុកជាមួយនឹងអូពីនេះថាគេគាត់ត្រូវលុកចឹងប៉ុន្តែលុកការឈឺ story មើលបាត់ហើយបលជាប់ប៉ាស្មែឡូចង់តែណាសាច់គេកាប់បាត់ហើយប៉ុន្តែមានការដាស់ចេញដកថយតនពេលវេលាជាមួយនឹង Disman ជាមួយនឹងការសែវ Lord ពីការវាយគេក៏តែវាយពីស៊ីងប៉ុន្តែផតដៃបាត់ហើយគេតមកក្រោយវិញភ្លាមយកបាយពីស៊ីយូគេបុកហើបជើងហើបអីទាំងអស់ពេញនឹងយកតែម្ដងរត់ក៏មិនបានក៏ពិបាកដែរគ្នាជាមួយនឹង Felix ចូលទៅហើយ1 ទៅ 4គេវាយដូចអូបាទលោកប៉ាំងបាត់ហើយសោះគូសែនឈោបាញ់យកតែម្ដងអត់ដឹងថាត្រូវទប់មិនគប់ក៏កើតថយក៏កើតនៅតែប៉ុណ្្នឹងសោតែសាទេ The last man standing ធ្វើបានឬបានជាមួយនឹងសាដូចជាមិនទេបាទចូលរបស់សាតូជាមួយនឹងកៅអី Secure Grand Final គេបានទៅលើ CFU Gaming